của pan này đây mà yes ការពីមុនគឺមានជាមួយនឹងបារ៉ាត់យកអត់ឃើញ ហ្នឹងហើយបារ៉ាត់ហ្នឹងវាងាយស្រួលខាងថាទៅលើអាកាយហ៎បាទចុះក៏សូមស្វាគមន៍មកកាន់ការប្រកួតជំនួបរវាងក្រុមកម្ពុជាប៉ះគ្នាជាមួយនឹងក្រុមវៀតណាមនៅក្នុងវគ្គទី1នេះចាំមើលត្រាស់យើងបើយើងជាក់ស្ដែងបើតាមផ្លឹងទៅយើងធំមែនតើត្រាស់យើងធំខ្លាំងប្រឡាយយើងមាន2បើនិយាយទៅលើរ៉ូមវិញ Golan គេក៏យើងពិបាកលេងជាមួយនឹង Belric ដូចគ្នាផងដែរបាទអំប្លឹម Fighter តាំង Mac ធម្មតាអូតាយក Pulsar Together មួយសម្រាប់មេងកុងគាត់លេងជាមួយនឹង S1 មកគាត់គឺ Trill ណាបាទគាត់លេង Agility ទេគាត់លេង Trill បាទ Map បាទនិយាយទៅ Grip មួយហ្នឹងគឺសំខាន់ខ្លាំងមែនតើ ធ្ងន់អបបាទ បាទ ផ្អៀង Golem ហ្នឹងគឺសំខាន់ណាស់ណា Grip ឥឡូវគឺ experience បានច្រើនដល់ថ្នាក់បើហ្វីលីពីនប៉ះម៉ាឡេលេងម្សិលមិញគឺគេមកយកអាហ្នឹងមុនយកមកយ៉ាប៉ុន្តែគេបើ experience ច្រើនប៉ុន្តែការកើតគឺយូរជាងមុនឥឡូវប៉ាំងស្តាន់ជាប់ដូចគ្នាផងដែរជាមួយនឹងការផោកទៅលើវ៉ាន់ដាត់ឡូតដូចគ្នាផងដែរបាទខាងក្រោមមានការប៉ះគ្នាទៅវិញទៅមកប៉ុន្តែបើសិនយើងគិត compare ទៅហ្មងពិបាកវាយជាមួយនឹងមេងកុងណាព្រោះស្គីទី1តែម៉ាត់2ដងឈាមសឡើងមួយកងធំតែគាត់ថាឥឡូវម៉ាត់បានតែ hero ទេឡើងសៀលហ្នឹងហើយពីមុនស្រាយពេកហ្នឹងទៅឡើងនឹង2ក៏ផាកឃើញប៉ាកតោមកវិញដដែលហ្នឹងហើយមុនគេមិនបើអាស្គីទី1ហ្នឹងម៉ាត់ចូលទៅលើមីនីឡើងឈាមសទៅឥឡូវគេដកវិញដែរដូចគេដាក់ឲ្យមានអារម្មណ៍ថាខ្លាំងពេកហ្នឹងហើយបាទអញ្ចឹងគេដកចេញវិញតាមមួយក៏ចង់ឲ្យគាត់ប្រើថៃលើ hero ដែរកុំឲ្យ clear lane វិញបាទលោជាន់មួយភោគ all spell ជាបូក ultimate យកតាមដល់វាយនេះដាច់បាត់ទៅហើយទៅលើទីឧត្តមបាទកន្លែងនេះយើងជ្រៅតិចហើយណាមួយកន្លែងហ្នឹងគឺជាកន្លែងតំបន់គ្រោះថ្នាក់គាត់គិតថាគេឲ្យហ៊ានបោកគាត់មកទៅអាយ៉ាម៉ាត់ពីដៃព្រាមជាមួយនឹងមេងកុងដូចគ្នាមកដែរធ្វើបាល់ល្អមែនទែនចុះស្តាន់បោកមកក្រោយប៉ុន្តែគេមានការឡើងឈាមចូលមួយកាយយកតាមដល់ជាប់ក្លៀនជាប៉ុន្តែគេចាក់ដកថយដូចគ្នាផងដែរយ៉ាងមិនដែរដាវ៉ាន់ឈឿយកបាន1 kill ត្រឡប់មកវិញ2 kill ភ្លាមអញមានបញ្ហាជាមួយនឹងវ៉ាន់ដាត់ដូចគ្នាមកដែរមានការដេញតាមចាក់ក្រោមជើងដូចគ្នាមកដែរអូស្តេកប៉ុន្តែមានការកឡុកទៅលើទូដូ3នឹងមានបញ្ហាដូចគ្នាផងដែរថតទី1វៀតណាមយកបានប៉ុន្តែយើងចំណេញ kill ខាងមែនដែរបាទអូមក flick ម៉ាត់អើយបាទបាញ់មិញចង់ប៊ីដែរបើកិច្ចអត់តាន់មក flick ម៉ាត់មិញហ្នឹងគឺសផ្នែកពីទូដូតែម្ដងបាទទូដូហ៎អានមិនអានហ្នឹងស្រាប់យើងបាទអញ្ចឹងនៅខាងលើបែកណាមួយផាវិនគាត់រៀង free fam ដែរมันមានការរំខានអីដែរព្រោះតែសារតែ roamer របស់គាត់ហ្នឹងរវល់នៅ midland ក៏ដូចជាការ contest objective ទៅថតទី1បាទបន្តជាបញ្ហាណាមួយការបោកទៅលើទីឧត្តមមិញគឺជារឿងមួយដែលគាត់នឹកស្មានដល់តែគេហ៊ានបោកគាត់ដែរបាទណាមួយដើមម៉ោង damage គេមានគេអាចនឹងបោកដាច់ព្រោះតែសារ Belric ដើមម៉ោងក៏វាមិនតាន់តាន់នេះដែរបាទ gold grab បាទអូខាងសិង្ហបុរីគាត់បានដាក់ទង់ជាតិខុសហ្នឹងនេះបាទចឹងក្រុមការងារកំពុងតែព្យាយាមប្រាប់ទៅខាងអ្នករៀបចំនៅខាងសិង្ហបុរីហ្នឹងនេះព្រោះថាយើងយក clean fit ពីគេមកបាទជាស្រ័យបាទជាស្រ័យបាទទីទៀតគាត់ធ្វើការផ្លាស់ប្ដូរវិញហើយបាទចឹងឥឡូវយើងឃើញហើយជាមួយនឹងទីឧត្តមនៅបន្តការបើក map ដើម្បីឲ្យ Pavin គាត់ safe farm បាទងាយស្រួលនឹងការ build item បន្តទៀតបាទណាមួយការ contest objective ទៅថមមិញគ្រាន់តែបាត់បានទៅថមប៉ុន្តែ goal របស់យើងក៏មានការនាំមកបន្តិចអូយខាងតែវាយបើ Rafael ជាន់ចុចជឿនវាយវិញយកតាមដល់ពី Pavin អាយ៉ា full stack ចង់ RT មិនចេញនោះទេនៅតែអាចដកថយបានពី Pavin លោកឡើងតែទីឧត្តមមានការបើក front line ឲ្យជាមួយនឹងការ hike map ឲ្យ Pavin farm សិនដូចគ្នាបាទមានអារម្មណ៍ថាបាញ់មិញក៏ចាយច្រើនពីតូដូដែរគាត់ចូលដល់ D3 ទៅទៀតក៏អត់បានប្រើប្រាស់ជាមួយនឹង ultimate នោះទេមិញជាន់មួយចុច purify ហើយគឺមានការ retrieve ម្ដងទៀតយេព្រោះតែសារពេលតែគាត់ជាន់ហ្នឹងសំពេលដែល Pavin គាត់មានកតេនៅក្រោមជើងហើយចុច purify ឈូថយវិញយកហ្មងបាទបើសិនជាអត់មានកតេ Pavin អញមុនបាទមានការក្លុកដល់ផបយ៉ាប់មានការចូលដល់បើក map ក្លុកដូចគ្នាប៉ុន្តែយកមិនបានស្អីនោះទេ retrieve ក៏នៅសល់ដែរពីដាវ៉ាន់បាទជាមួយនឹងដាវ៉ាន់ដូចគ្នាភ្លាមមានការតេស្តហូបវាយទៅលើថថដូចគ្នាផងដែរជាមួយនឹងថថមួយនេះតើអាចយកបានដែរឬទេពីក្រុមអង្គរវេរីភ្លាម full stack ឲ្យពេលមេងកុងកំពុងតែស្វែងរក map ដូចគ្នាផងដែរតាឡាំអីយ៉ាចង់ជាមួយនឹងបញ្ហាសាប់តែមានការកាយយកតាមដល់ retrieve យកបានថថពីក្រុមវៀតណាមប៉ុន្តែតាន់ឡាំដកថយបាត់បង់ជីវិតដូចគ្នាផងដែរបាទជាមួយនឹងការ trade kill និង total បាទមានអារម្មណ៍ថាក្រុមកម្ពុជាដឹងច្បាស់ថាការ control objective បានលុះត្រាតែ
បដាច់ទៅលើតាន់ឡាំមួយណាព្រោះតាន់ឡាំគាត់មាន final slash combo ជាមួយនឹងវិនវីដែរហើយ Ui, ណាមួយ one shot ក៏មានជាមួយនឹងជូស៊ីនទៀត ផាំងភងយ៉ាងមិនដែរអត់មានអូអាល់ទីដូចខ្ញុំដែរប៉ុន្តែអាល់ទីមិនឈឺនោះទេលោត knock អត់ថែមមិនតង់ទេប្រយ័ត្នម៉ាត់វិញហ្វូស្តេកអូ មកហើយ មកពី back line ពីខាងក្រៅជួយនឹងខាងក្រៅនោះក៏មានទីឧត្តមដូចគ្នាមកដែរមានការ hide map ច្រងវាយដែរទេមិនវាយដូចគ្នា បាទឥឡូវក្រុមការងារនៅខាងសិង្ហបុរីក៏បានធ្វើការ ពង ផ្លាស់ ប៉ាំង ប្ ព ដូ ង រទៅជាតិមក ច វិញ ងស្តាន់វាយដែរទេភ្លាមមានការបាញ់ឡាសយកដំណោចាក់មួយជាប់ជាមួយនឹង Pascal តាន់ឡាំមានបញ្ហាប៉ុន្តែបាត់បង់ D Sven បាត់ទៅហើយ Mystic Gus អមាញ់ប៊ីសនឹងបង្ហើយទៅលើតាន់ឡាំមកក៏ទៅជាតូដូបាទមិញដោយសារការដាយនៅក្នុង Tier 1 Thread យើងដើរចូលក្នុង Tier 1 Thread វាមិនមែនជាការងាយនោះទេ ក៏ប៉ុន្តែមិញខ្ញុំគិតថា miss communicate ជឿហ៎ដំបងថាអត់វាយទេដល់ពេលហើយជ្រុលវាយហ្មងវាអញ្ចឹងយ៉ា អត់អីដែរព្រោះការបាត់បង់នេះគឺជាការបាត់បង់ទៅលើ Romer ព្រោះក្រុមកម្ពុជារបស់យើងបច្ចុប្បន្នកាលមាន3 kill តែអ្នកដែលដាច់នោះគឺដាច់ទៅលើតែទីឧត្តមតែប៉ុណ្ណោះ បាទ ចឹងការដាច់ Romer គឺមិនមែនជារឿងអីដែលធ្ងន់ធ្ងរសម្រាប់យើងនោះទេតែកលេចជាមួយនៅខាងលើបាទមានការអមយ៉ាងស្អាតពីទីឧត្តមមកដើម្បី clear ជាមួយនឹង Vision ឲ្យទៅកាន់ Pavin ងាយស្រួលនឹងការ farm គ្មានការរំខាន បាទជាមួយនឹងការ hide map ឲ្យមកលេងដូចគ្នាភ្លាមបើយើងក៏លេងទៅមើលវ៉ាន់ដាត់គាត់លេង flicker ណាបាទខាងកតេវាយយកតែម្ដងវាយក្នុងប៉មភ្លាមតាប់អ្នកគឺខាងក្រោយវិញចង់បោកចង់វាយទីឧត្តមក៏នៅចិត្តនឹងដូចគ្នាមកដែរជាមួយនឹងការ hide map ឲ្យ Boss Stan ក៏មិនចាំវាយមកដៃតែឈាមដកថយមកវិញសឹកដូចគ្នាមកដែរអាយ៉ាមួយសិនភ្លាមវ៉ាន់ដាត់ក៏មកដល់ជាមួយនឹងការ hide map ប៉ុន្តែ objective ក៏មានការ spawn មកដូចគ្នាថយសិនមកយើងមួយមក យេ បាទអាយ៉ា Pavin Mystic Gus មាញ់ប៊ីនឹងដាច់ទៅលើបាទវៀតអានបាទហើយមាញ់ប៊ីនឹងដាច់ដូចគ្នា ខាងក្រោមមានកងម៉ាត់យកខាងក្រោមជួយនឹង mini map មានការកាយជាប់តោដូបាទហើយតោដូចតនាបាទដាត់ក៏មកដល់ជួយនឹងការ flash ultimate ដូចគ្នាមកដែរចង់បោកវាយប៉ុន្តែមានការខៃទីឧត្តមក៏មកដល់ដាក់មកចាំការទៀតខាងតែមួយចាប់ជាប់ពីរបាត់បង់ជាមួយតាមឡាំវាយជួយបន្តជួយនឹងវ៉ាន់ដាត់ក៏មិនអាចទៅណានោះដែរបាត់បង់ពីរបាត់ហើយ អូទីឧត្តម rotation តាំងពីនៅខាងលើរត់ដល់មកខាងក្រោមដើម្បីយកបានដល់ទៅ2 hero ពីសមាជិករបស់ប្រទេសវៀតណាម សំខាន់ចំណេញយកបានប៉មលើទៀត យ៉ា យ៉ា នៅខាងលើក៏ឈ្នះទីមហ្វៃយកបានជាមួយនឹង Red មកខាងក្រោមយកបាន2 kill ថែមជាមួយនឹង Total មួយដូចគ្នាបណ្ដាសម្រាប់អង្គរវរីកម្ពុជារបស់យើង បាទមកប្រើ team fight មិញយកបាន Thread 1 Thread យកបាន2 kill lit 3k go បាទអូមកផ្លែដែរបាទ 3k ណយ ទីឧត្តមមានការអូជាមួយនឹង Grip បាទ Golem នេះគឺ experience ច្រើនឥឡូវគឺដណ្ដើមនេះខ្លាំងមែនទេ បាទចូលមកដំបងគឺលួចនឹងមុនគេហ្មងឃើញសឹមមិញ flow យើងមិនលួចតែគេដឹងដែរ Yeah បាទចឹងឥឡូវឃើញថា Pool Map ឲ្យជាមួយនឹង Pavin Safe Farm អូមេងកុង C Herbert អូកាត់ឈាមកុំឲ្យសុបាយឡើងឈាមពេកព្រោះដោយសារអាឡតហ្នឹងពាក់ជាមួយនឹង emblem fighter វាឡើងឈាមច្រើនពេកបាទចាំមើលបន្តទៀត Midland មានការ វគ្គនេះនិយាយរងទៅខ្ញុំគិតថាវគ្គនេះមីងកុងចាំតែវិញ back line នេះតែ back line មកធ្ងន់មក ចាប់ទៅណាគេចង់ចាប់ដាវ៉ាន់ឬក៏ចង់ចាប់ពីណាចាប់ដាវ៉ាន់មិនមែនជាជំរឿសទេដូចខ្ញុំនិយាយចឹងកវិនមួយអាកៃគ្មានកឡូទេឡូតចាប់ទោះជាកំពុងត្រេះក៏អាកៃអាច heavy spin ដាច់ដូចគ្នាប៉ុណ្ណេះ ដាក់បត់ត្រេះហើយ ចោលជាប់អូមិញក៏ពុកដែរបាទយើងអស់កាយដែរគេអស់អត់ទីដូចគ្នា បាទអត់អីទេអូតូម៉េតដូរនឹងអូតូម៉េត50វិនាទីមកនឹងឡតទី1ចេញមកដូចគ្នាប៉ុណ្ណេះនៅដើមវគ្គក្រុមកម្ពុជារបស់យើងធ្វើបានល្អខ្លាំងមែនតើវ៉ាវមកស្តានរបស់ច័ន្ទមករាត្រូវម្ដង2នាក់បាទចាំពាក់ព័ន្ធជាមួយនឹង hero god នេះអណយណាចា ឆេះ slow ជើងរត់រួចមកទៅនិយាយរត់ទៅតែត្រូវមកស្តានហើយគឺធ្ងន់ណាបាទអាឡតនេះតែចូលខ្ញុំផ្លូវចេញទេយ៉ាបាទឡតនេះគឺមិនខុសពេលប៉ះ barrack មិនខុសពេលប៉ះ high loss ទេត្រូវ skill ក៏រត់លេងរួចហើយឱកាសគឺមានតែមួយទេបើមិនចាយ flicker រត់គឺចាយ flicker វាយបាទហើយមានឱកាសមួយទៀតបើសិនមានអូយមកអោទីអូប៊ីនៅមានបញ្ហាជាមួយនឹងវៀតអញភ្លាមការបាត់យកដល់2ដៃដូចតែបាននិយាយតាមម៉ាត់អូមេងកងបាត់សាហាវពេកអើយអូយបាទតោមកបិទភ្នែកដាច់បានដាច់ដោយមិនអាចប្រើទាំង ultimate ក៏ដូចជា flicker ហើយយយនិយាយរួមទៅ2ដៃបិទភ្នែកសម័យយកមកវិញពីតោដូបាទលៀមឡតគេប្រឡែងគេមិនហ៊ានចូលទេបាទឡត secure ពីក្រុមអង្គរវរីកម្ពុជា delay ឡតមួយមើលនេះឡតចេញឥឡូវហ្នឹង41ចាំម៉ោងដែល minion spawn យកតែម្ដងយឺនបន្តិចអូយឺនបន្តិចគេចង់ delay ដល់ក្រោយដែរយ៉ាតែក្រោយយកក្រោយទេយកក្រោយដែរព្រោះជាធម្មតា
12-41មាននាងចេញ អាយ៉ាមិញកងបើកម៉ែបានល្អខ្លាំងមែនតើបាទដឹងហាក់បីដូចជាដឹង movement បាទជំហានដើររបស់ខាងប្រទេសវៀតណាមអញ្ចឹងកម្ពុជារបស់យើងកំពុងតែប្រកាសនាំមុខនៅក្នុងការលេងតាមវគ្គទី1ជំនួបប៉ះគ្នាជាមួយនឹងវៀតណាមបាទជាមួយនឹងការប្រកួតនៅក្នុងថ្ងៃទី2 អូឈឺណាមិញកងណា បាទ វៀតអញនេះស្រួលស៊ី2ដៃអត់ដឹងរតនានេះ2ដៃអ៊ីហ្មង2ដៃបាត់ភ្នែកសម័យប្រយ ខ្ញុំមិញជូស៊ីនមានគ្រប់សព បាទអត់បានដាក់អាល់ទីហ្នឹងណាយ៉ាខៃជាមួយនឹងការវាយដូចគ្នាដែរអូថែមស្តានទៀតអត់មានឈៀងបើកប្រនឡាញនោះទេ No Holy Crystal ពី Pavin រីឌីណាម៉ូពីចន្ទវ៉ាន់លៀមមានការ commit ចង់យកជាមួយនឹងឈៀធូប៉ុន្តែយកមិនបាននោះទេឡតនៅតែមិនទាន់ការមានការ clear ពីក្រុមវៀតណាមដូចគ្នាតូដូនៅចិត្តហ្នឹងលោតពីខោមកហើយក្រែលវាយយកដែរទេមិនទាន់វាយនោះទេភ្លាមទីឧត្តមគាត់នៅសល់ spare ឈៀងសល់លេខគ្រប់យ៉ាងដូចគ្នាអាល់ទីក៏នៅសល់ដូចគ្នា ឡតនៅខាងលើកំពុងតែបុកជាមួយនឹងធាធូតារ៉េតបន្តទៀតទៅខាងប្រទេសវៀតណាមកម្ពុជារបស់យើងកំពុងតែចង់បញ្ចប់វគ្គមួយនេះឬក៏យ៉ាងណាប៉ុន្តែគេនៅមានសៀលតារ៉េតនៅឡើយទេបើអាចបំបែកសៀលបាន3ផ្លូវក៏ចំណេញសម្រាប់យើងដែរ យកបងសិនមកធាធូយក free ដូចគ្នាមកដែរពីសំណាក់ក្រុមអង្គរបូរី បាទ ក្រុមកម្ពុជារបស់យើងសៀលបែកទាំង2ឡែន ទាំង3ឡែនបាទ យ៉ា3ឡែន មានអ្នកសំមកវិញយើងអាចបុកលើបានបុកលើបានតែគេមាន final slash យើងត្រូវតែលេងមួយដែរ យ៉ា បាទ យើងកម្រិត ski ពេកយើងមួយសិន ដែរ បាទ ព្រោះតែសារតែខាងគេមានអាឡតអញ្ចឹងបើសិនយើងប្រហែលអាចអស់ឱកាសឲ្យគេទៅវិញដូចគ្នាណាមួយបច្ចុប្បន្នកាលគិតត្រឹម11នាទីយើងនាំមុខ 6K ទៅលើខាងប្រទេសវៀតណាមហើយអញ្ចឹងបើសិនជាយើងយកបានឡតទី2ទៀតគឺយើងមាន%បញ្ចប់វគ្គល្អជាងនៃការបថុយនៅក្នុងការបញ្ចប់ត្រឹមឡតទី1បាទអញ្ចឹងណាមួយមកទៅក្រុមអង្គរវរិយកម្ពុជារបស់យើងគាត់នៅមានវិន័យច្បាស់លាស់និងមានការផ្ដោតអារម្មណ៍អញ្ចឹងគឺគាត់មិនងាយលងខ្លួនផុងនោះទេព្រោះមិនសមមិនក៏ជាមេរៀនមួយដែលគាត់ទទួលបានដល់ល្អនិងច្រើនមែនតើ យើងល្អតែពេលប៉ះជាមួយអាមីណាគេក៏ខ្លាំងដែរប៉ុន្តែគ្រាន់យើងខ្លាំងជាង ណាមួយប្រកួតទី1ធម្មតា ហ្នឹងហើយ គេថាតែប្រកួតទី1យើងឃើញរូបភាពយ៉ាងហ្នឹង តែយើងសុខចិត្តថាប៉ះក្រុមខ្លាំងអញ្ចឹងយើងបានអភិវឌ្ឍច្រើនយើងដឹងពី mistake របស់យើងបានច្រើនណា ណូ បាទភ្លាមមានការបោកអោលទីបាត់ទៅហើយងូចត្រាំងបាទម៉ាឡេស៊ីបាត់ដាត់អត់មានបញ្ហារ៉ាទេចូលទៅជាមួយការផ្លាស់អាទីដកថយខែតែវាយព្រីយកតាមដល់ពីផើវិញមានការដកថយអស់លីងបាត់ហើយពីក្រុមវៀតណាមបាត់ហើយ អូយវ៉ាន់ដាត់អើយបាទសេវ skill ម្លេះបាទប្រយ័ត្នអស់ជីវិតណា បាទ អត់លេងសោយទេ damage របស់កម្ពុជារបស់យើងគឺច្រើនខ្លាំងណាស់មិនថាច័ន្ទមករាឬក៏មេងកុងនោះទេ បាទ អូយកប្លត់វិញក៏ទប់ជាប់ និយាយទៅគេអត់ហ៊ានកញ្ជ្រោលមួយយើងដែរព្រោះសារយើងបាល់រីកយើងធំពេកនេះអុយអស់ហ្លីកនេះណាអស់អាទីអាទីអស់ហ្លីក យេ បាទឡតយើងទៀត rank បើក៏យកបាន pop បើក៏យកបាន grip ទាំងអំបល់ម៉ានរបស់ខាងវៀតណាមត្រូវបានដណ្ដើមយកពីកម្ពុជាឡតទី2ក៏បានចាញ់មកទៅមានឱកាសនៃការចូល contest ដែរខ្ញុំគាត់ថាបាក់ចូលណា មើលមីងកុងយេចាំមើលតែ position មីងកុងបានហើយចាំមើលវៀងបែកឡាញពីរដៃបាក់ចឹង យេមីងកុង ដៃវាជាគុណ បាទលើកទី1ចេញទៅក្រៅឆាកទៅដល់ឆាក អូយមក ប្រទេសតែដូចជាធ្វើបានល្អខ្លាំងមែនទេ ឡត commit វាយដែរទេបើក Rafael គប់យកតែម្ដងប៉ុន្តែទីឧត្តមឈរឲ្យកប់ពីការលោតមានការ combo ដូចគ្នាវិញត្រេពីច័ន្ទវ៉ាន់យកបានឡតខាទេវាយព្រីពីផាវិញលៀមការបុកអាទីវាយគ្នាបងដែរជាមួយនឹងងួចត្រាំងពីមានបញ្ហាចំទៅណា Justin ពីដៃបាចឹងមកដៃទៀតបាក់កបាត់ហើយ killing spray ពីច័ន្ទវ៉ាន់ 4 hero ដល់នឹងទីឧត្តមមួយតែបដល់ឡតក៏យកមិនបានបាត់សមាជិកខ្លួនឯងដល់14ណាពីវៀតណាមកម្ពុជារបស់យើងកំពុងតែនាំមុខកម្លាំងមែនទែនមិនមានណា sport ទាន់នោះទេ15វិនាទីសារដែរជាមួយ អូគេតែវាយបើក Rafael ចង់ទៅណាដូចវាយយកទៅជួយដល់ solo killing spray ពីផាវិញបុកបញ្ចប់ការប្រកួតបញ្ចប់វាដល់តែភ្លាមនៅសាតែមួយវាយទេយកវាយទេចៃជំនះនៅក្នុងវគ្គទី1ក៏បានទៅលើក្រុមកម្ពុជា Wow